ប្អូនអរគ្នាបាទថ្ងៃនេះខ្ញុំនឹងបងប្អូនបេះដកតពាំងព្រិចបងប្អូនបាទនេះគឺជាតពាំងព្រិចបងប្អូនអរគ្នានេះតពាំងបងប្អូនតពាំងព្រិចបងប្អូនដែលនេះតាព្រិចបងប្អូនគឺកុំភ្លេចបេះតពាំងព្រិចបងប្អូនខាងនេះគឺខាងខេបព្រឺគឺសពូនបងប្អូនតពាំងព្រិចនេះគឺវាដុះពេលដែលភ្លើងវាឆេះទៅអញ្ចឹងទៅវានេះឆេះដើមព្រិចទៅអញ្ចឹងតពាំងវាគឺដុះបងប្អូនអរគ្នាតពាំងព្រិចនេះបងប្អូនតពាំងព្រិចបងប្អូនបាទនេះគឺកាច់វាបងប្អូនគឺយកវាទៅដើម្បីយកវាទៅឆាវាតពាំងដូចជាតពាំងសរសៃហ្នឹងបងប្អូនតែដើមព្រិចវាតូចតូចបងប្អូនអញ្ចឹងតពាំងវាក៏តូចតូចដែរបងប្អូនបាទគឺតពាំងវាធំទេបងប្អូនគឺតពាំងវាទូចទេនេះគឺតពាំងរបស់វានេះគឺយើងកាច់វាចឹងបងប្អូននេះគឺច្រើនមែនទេកន្លែងនេះបងប្អូនបាទនេះគឺជាតពាំងរបស់វាតពាំងព្រិចចឹងបងប្អូនបាទនេះគឺតពាំងនេះកាច់វាចឹងបងប្អូននេះបងប្អូនអូខេគឺតពាំងព្រិចយើងអាចបេះវាយកទៅឆាបានបងប្អូនអរគ្នាតពាំងព្រិចនេះបងប្អូនមើលនេះគឺអ្នកបងប្អូនដល់ពេលកុំភ្លេចបងប្អូនគឺអាចបេះតពាំងព្រិចយកទៅឆាបានបងប្អូនបាទតពាំងព្រិចហ្នឹងគឺវាអត់មានជាតិគីមីទេបងប្អូនគឺវាធម្មជាតិបងប្អូនបាទគឺវាដុះដល់ខ្លួនវាបងប្អូនវាដូចជាដើមសរសៃដែរបងប្អូនតើអរគ្នាប៉ុន្តែវាតូចតូចបងប្អូននេះច្រើនមែនទេបងប្អូនហើយនេះគឺយើងអាចយកវាទៅធ្វើជាលក់ឬមួយយកធ្វើជាផ្អកក៏បានបងប្អូនគឺយើងបកវាបងប្អូនយើងបេះវាមកយកចំបេះបងប្អូនយើងកាច់វាមកបងប្អូនអរគ្នាយើងកាច់វាច្រើនមែនទេបងប្អូននេះចាត់តែតពាំងព្រិចបងប្អូនអញ្ចឹងបងប្អូនដល់ពេលកុំភ្លេចបងប្អូនគឺតពាំងព្រិចហ្នឹងគឺខែហ្នឹងគឺសម្បូរណាបងប្អូនអរគ្នាបាទគឺភាគច្រើនគឺនៅខេបរើវាគឺសម្បូរមែនតើតពាំងព្រិចនេះអញ្ចឹងបងប្អូនអាចបេះវាបងប្អូនកាច់វាមកយកវាទៅស្លយកវាទៅឆាបងប្អូនវាអញ្ចឹងគឺយកទៅឆាឆ្ងាញ់បងប្អូនបាទឆ្ងាញ់មែនតើទៅឆាជាមួយនឹងសាច់ជ្រូកក៏បានអីក៏បានដែរបងប្អូនគឺតពាំងព្រិចនេះមួយយកធ្វើជាលក់យកវាទៅស្រស់ក៏បានយើងបកវាហើយបងប្អូនពេលយើងបេះវានេះដូចខ្ញុំបេះប្រាប់បងប្អូននេះបងប្អូនបានខ្ញុំបេះប្រហែលបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនកុំភ្លេចបងប្អូនមកចូលព្រៃគឺបងប្អូនអាចបេះតពាំងព្រិចយកទៅធ្វើជាម្ហូបបានបងប្អូនទាំងគ្នានេះបងប្អូនមកនេះកាច់ចង់វាក៏បានដែរនៅវាដុះវែងហើយបងប្អូននេះគេយើងកាច់វាក្រមបងប្អូនទាំងគ្នានឹងតពាំងព្រិចបងប្អូនបាននេះច្រើនមែនតើបងប្អូននេះគឺយើងអាចយកវាធ្វើជាលក់បងប្អូនដូចខ្ញុំបានប្រាប់បងប្អូនទាំងគ្នាគឺបងប្អូនដើរព្រៃកុំភ្លេចបងប្អូនគឺតពាំងព្រិចនេះយើងអាចយកវាទៅឆាយកវាធ្វើជាលក់ឬមួយយើងអាចយកវាធ្វើជាផ្អកក៏បានបងប្អូនបាទយើងយកធ្វើជាជ្រក់បងប្អូនទាំងគ្នាគឺតពាំងព្រិចនេះគឺអាចហូបបានបងគឺវាពុលបងប្អូនអញ្ចឹងបងប្អូនដល់ពេលគឺកុំភ្លេចបេះតពាំងព្រិចបងប្អូនទាំងគ្នាគឺបេះខែនេះគឺវាឆេះព្រៃទៅគឺវាដុះហើយបងប្អូនទៅតាមគល់របស់វាបងប្អូនបាទអញ្ចឹងអរគុណបងប្អូនបាទជម្រាបលា